ឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife នឹងជួយការពារអនាគតគ្រួសារអ្នក Western Pharmacy ដោះគោម្លិះខាប់ឈ្ងុយផ្អែមឆ្ងាញ់សូមជម្រាបសួរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីវេនអ្នកឬ Your Turn របស់បណ្ដាញស្ថានីយ៍ទូរទស្សន៍កម្ពុជា CTN លោកនាងកញ្ញាតាមការសន្យាគឺកម្មវិធីវេនអ្នកតែងតែវិលមកជួបលោកនាងជាថ្មីម្ដងទៀតរៀងរាល់សប្ដាហ៍ហើយនេះខ្ញុំសូមជម្រាបជូនថាកម្មវិធីវេនអ្នកគឺជាកិច្ចពិភាក្សាតុកមូស៊ីជម្រៅដែលយើងតែងតែលើកយកនៅប្រធានបទតាក់ទងទៅនឹងបញ្ហាសង្គមសេដ្ឋកិច្ចនិងនយោបាយហើយកម្មវិធីនេះគឺតែងតែអញ្ជើញចូលរួមពីវាគ្មិនដែលសុទ្ធសឹងតែជាអ្នកជំនាញមកពីស្ថាប័នរដ្ឋនិងឯកជននៅមកផ្ដល់បទពិសោធន៍តាក់ទងទៅនឹងប្រធានបទរបស់យើងហើយលើពីនេះទៅទៀតនោះក្រៅពីមានរូបវាគ្មិននិងនាងខ្ញុំជាអ្នកសម្របសម្រួលសម្រាប់សប្តាហ៍នេះយើងនឹងមានការអញ្ជើញចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យផ្សេងផងដែររីឯសប្តាហ៍នេះក៏នឹងមាននិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនេះខ្ញុំសូមជម្រាបជូនតាក់ទងទៅនឹងប្រធានបទរបស់យើងតែម្ដងដោយសារតែយើងមើលឃើញអំពីកំណែតម្រង់ស៊ីជម្រៅនៃក្រសួងអប់រំយុវជននិងកីឡាសម្រាប់អាណត្តិទី5នេះហើយដោយសារតែយើងមើលឃើញថាមជ្ឈដ្ឋានទូទៅរួមទាំងរាជរដ្ឋាភិបាលតែងតែផ្ដោតអារម្មណ៍សំខាន់ជាអាទិភាពទៅលើការបង្កើនឲ្យមាននិងបង្កើតបណ្ដុះបណ្ដាលឲ្យមានធនធានមនុស្សកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែក៏គេមិនភ្លេចអំពីអតីតកាលដែលប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់កន្លងមកជាពិសេសគឺចំនួនរបបកម្ពុជាប្រជាធិបតេយ្យដែលបានបំផ្លាញធនធានមនុស្សនៃប្រទេសកម្ពុជាអស់ជាច្រើនសប្តាហ៍នេះយើងនឹងលើកយកនៅរឿងពាក់ព័ន្ធទៅនឹងការអប់រំដែលមានរហូតដល់3ចំនួនជាង35ឆ្នាំកន្លងមកតើប្រទេសកម្ពុជាបានឆ្លងកាត់នៅអ្វីខ្លះប្រធានបទរបស់យើងដែលដាក់សួរទៅកាន់វាគ្មិនក្នុងសប្តាហ៍នេះគឺយើងនឹងសួរថាតើគុណភាពអប់រំ3ចំនួនក្នុងប្រទេសកម្ពុជាមានបរិបទយ៉ាងដូចម្តេចនេះខ្ញុំសូមជម្រាបជូនប្រធានបទម្ដងទៀតសួរថាតើគុណភាពអប់រំ3ចំនួននៅក្នុងប្រទេសកម្ពុជាមានបរិបទយ៉ាងដូចម្តេចលោកនាងកញ្ញាវាគ្មិនអញ្ជើញចូលរួមនៅក្នុងប្រធានបទនេះគឺយើងអញ្ជើញតែ2រូបទេសម្រាប់សប្តាហ៍នេះហើយប្រធានបទនេះនឹងមានវិសាលភាពធំធេងយើងនឹងអញ្ជើញវាគ្មិនបន្តទៀតនៅលើក្រោយវាគ្មិនដែលអញ្ជើញក្នុងសប្តាហ៍នេះគឺលោកកៅសារ៉ាត់លោកគឺជាអ្នកជំនាញអប់រំរបស់អង្គការ Save the Children លោកសារ៉ាត់ធ្លាប់ធ្វើការជាគ្រូបឋមសិក្សាក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979ហើយលោកធ្លាប់ជាគ្រូឧទ្ទេសនាមនៅសាលាគ្រូកុសលលោកធ្វើការនៅក្នុងអង្គការសង្គ្រោះកុមារនេះគឺអស់រយៈពេលជាង20ឆ្នាំមកហើយលោកសារ៉ាត់មានសញ្ញាបត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំរីឯវាគ្មិនទី2របស់យើងគឺជាអ្នកជំនាញផ្នែកចិត្តវិទ្យាលោកមានឈ្មោះថាយួនសារ៉ាត់ជាប្រធានសម្របសម្រួលគម្រោងមួយដែលឈ្មោះថាការគាំពៀផ្លូវចិត្តដល់ដើមបណ្ដឹងរដ្ឋប្រវេណីនិងសាកសីនៃសាលាក្តីខ្មែរក្រហមរបស់អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជាដែលហៅកាត់ថា TPO នេះខ្ញុំសូមជម្រាបជូនថាលោកយួនសារ៉ាត់បានបញ្ចប់សញ្ញាបត្រផ្នែកគ្រប់គ្រងគម្រោងនិងជំនាញគ្រប់គ្រងករណីពីសាកលវិទ្យាល័យ Rhode Island ពីសហរដ្ឋអាមេរិកហើយរយៈពេលប្រមាណឆ្នាំចុងក្រោយនេះលោកបានចូលរួមសកម្មភាពក្នុងការចែករំលែកបទពិសោធន៍ការងារពាក់ព័ន្ធទៅនឹងការកសាងសន្តិភាពនិងយុទ្ធសាស្ត្រប្រឈមជាមួយនឹងចំនួនអតីតកាលនៅតាមបណ្ដាប្រទេសមួយចំនួនដូចជាអាល្លឺម៉ង់ហ្វីលីពីនថៃម៉ាឡេស៊ីជាដើមចាសសូមជម្រាបសួរបាទសូមជម្រាបសួរចាសសូមថ្លែងអំណរគុណដល់លោកសារ៉ាត់ដែលនេះមិនមែនជាលើកទី1របស់លោកទេដែលលោកតែងតែអញ្ជើញចូលរួមផ្ដល់បទពិសោធន៍តាក់ទងទៅនឹងការអប់រំរីឯលោកយួនសារ៉ាត់វិញនេះក៏ជាលើកទី1របស់លោកដែរហើយសូមស្វាគមន៍ចំពោះការអនុញ្ញាតក្នុងការចូលរួមនៅកិច្ចពិភាក្សាតុមូលរបស់យើងដោយដែលនេះខ្ញុំជម្រាបជូនទៅកាន់ទូរទស្សនិកជននៅតាមគេហដ្ឋានបាញ់មិញគឺយើងនឹងផ្ដោតតាក់ទងទៅនឹងការអប់រំនៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែនេះខ្ញុំចង់សួរទៅវាគ្មិនជាដំបូងយើងឃើញថាក្រោយទៅពីការរំដោះប្រទេសពីសម័យប៉ុលពតមកមានការឲ្យមានការបើកថ្នាក់បង្រៀនទោះបីជាចាប់ផ្ដើមដោយតិចតួចដោយដែលលោកសារ៉ាត់បានជួបដោយផ្ទាល់ហ្នឹងហើយខ្លាចជាគ្រូបង្រៀនទាំងវ័យក្មេងផងហ្នឹងទោះបីជាលោកមិនបានរៀនច្រើនក៏ដោយហ្នឹងក៏ប៉ុន្តែលោកមើលឃើញថានៅពេលនោះប្រទេសកម្ពុជាចាប់ផ្ដើមគិតខ្ញុំចង់ក្តោបតែទៅលើផ្នែកអប់រំទេថាតើប្រទេសកម្ពុជាចាប់ផ្ដើមគិតនឹងឲ្យតម្លៃតែផ្នែកអប់រំផ្នែកការរៀនសូត្រនឹងតែមួយមុខទេហើយបញ្ហាផ្លូវចិត្តគឺមិនទាន់បានគិតគូរដល់នៅឡើយតែលោកយល់ថាវាជាជំរើសចាំបាច់ជាងគេឬក៏យ៉ាងម៉េចចា៎បាទខ្ញុំគិតថាបើនិយាយពីការងារអប់រំនេះគឺគេនិយាយលើចំណុចធំ3បើនិយាយគុណភាពហ្នឹងទី1គឺត្រូវធ្វើម៉េចឲ្យមនុស្សហ្នឹងមានចំណេះដឹងអង់គ្លេស knowledge ហើយទី2ធ្វើម៉េចឲ្យមនុស្សហ្នឹងមាន skill ហ្នឹងមានបំណិនមានទេពកោសល្យ
ហើយនឹងទី3ធ្វើមិនបណ្ដុះមនុស្សហ្នឹងឲ្យមានអេរីយ៉ាបតអាកប្បកិរិយាដែលប្រសើរផ្សេងឥឡូវខ្ញុំចង់បកទៅបន្តិចវិញដោយសារខ្ញុំមានឱកាសក្នុងក្រុមការបង្ហាញខ្ញុំចង់បង្ហាញនៅក្នុងការជជែកនេះថាពេលនៅសម័យនោះខ្ញុំចង់ភ្ជាប់ថាឫសគល់ការធ្វើឲ្យមានសាលារៀនមានឲ្យគ្រូបង្រៀនវាមិនមែនជារឿងងាយទេប៉ុន្តែក៏វាមិនមែនលំបាកនៅក្នុងការស្ដារឡើងវិញនៅផ្លូវចិត្តមនុស្សពេលនោះម្ដាយខ្ញុំក៏ប្រាប់ថាកូនឯងកុំនិយាយប្រាប់គេថាឪពុកយើងធ្វើនេះធ្វើនោះថាឪពុកយើងគឺជាអ្នកធាក់ស៊ីក្លូអ្នកលីសែងអីវ៉ាន់ហ្នឹងនៅមាត់ទន្លេអញ្ចឹងទៅខ្ញុំឆ្ងល់ពីព្រោះយើងនៅសាលារៀនគ្រូយើងរៀនកុំឲ្យយើងនិយាយកុហកប៉ុន្តែពេលនោះម្ដាយខ្ញុំប្រាប់ខ្ញុំសុំរាល់ថ្ងៃថាអ្នកកុំកូនឯងកុំនិយាយប្រាប់គេទាំងអស់អញ្ចឹងខ្ញុំឆ្ងល់មែនតើហ្មងចាបាទខ្ញុំធ្វើម៉េចព្រោះខ្ញុំព្យាយាមនិយាយអីដែលពុកការរៀនសិក្សារៀនសូត្រធ្វើឲ្យមនុស្សនឹងស្មោះត្រង់និងមនុស្សនឹងឲ្យនិយាយអីការពិតប៉ុន្តែផ្ទុយទៅវិញម្ដាយខ្ញុំមិនក៏គាត់ប្រាប់ខ្ញុំឲ្យនិយាយកុហកគេឃើញទេដោយសារពេលនោះខ្ញុំអត់ទាន់ដឹងថាសភាពការប្រទេសបែបម៉េចនៅពេលយូរមកបានខ្ញុំដឹងថានេះម្ដាយខ្ញុំឆ្លៀសវៃគាត់បានបដៅខ្ញុំមិនឲ្យខ្ញុំនិយាយត្រង់ដោយសារបើខ្ញុំនិយាយត្រង់គឺយើងនឹងត្រូវបានគេយកសម្លាប់ហ្នឹងមួយទី2ពុកម្ដាយខ្ញុំប្រាប់ថាកូនឯងពេលណានឹកម៉ែកុំនិយាយប្រាប់គេថានឹកម៉ែមិនបានជាម៉ែមកឲ្យខ្ញុំនឹកម៉ែឃើញទេចាអញ្ចឹងពេលនោះគឺយើងត្រូវរស់នៅដោយគេចាត់ថ្នាក់យើង classification ចាត់ថ្នាក់មនុស្សជាតាមអាយុដូចខ្ញុំហ្នឹងក្រុមយុវជនហ្នឹងនៅមួយក្រុមទៅអូនខ្ញុំតូចហ្នឹងនៅមួយក្រុមទៅម្ដាយខ្ញុំហ្នឹងអាយុច្រើននៅម្ដុំទៅអញ្ចឹងយូរយើងទៅជួបនេះម្ដងប៉ុន្តែមុនទៅជួបម្ដាយខ្ញុំត្រូវលួចទៅហើយពេលខ្ញុំទៅជួបម្ដាយខ្ញុំម្ដងមួយនោះខ្ញុំជួបម្ដាយខ្ញុំប្រាប់ថាប្រាប់មិត្តភ័ក្តិផងគាត់ឲ្យឈ្មោះអាកែវប្រាប់វាផងថាម្ដាយវាស្លាប់ហើយពេលខ្ញុំមកវិញខ្ញុំត្រូវប្រាប់មិត្តភ័ក្តិខ្ញុំអត់បើខ្ញុំប្រាប់មិត្តភ័ក្តិខ្ញុំនឹងអាចប្រាប់ថាហេតុអីបានជាខ្ញុំដឹងថាម្ដាយគាត់ស្លាប់បើគាត់រាយការណ៍ទៅអ្នកមេកងខ្ញុំត្រូវគេសម្លាប់អញ្ចឹងខ្ញុំត្រូវទុកព័ត៌មានហ្នឹងហើយខ្ញុំពិបាកមែនតើឃើញទេអញ្ចឹងយើងត្រូវបង្ខំមិនឲ្យមនុស្សហ្នឹង communication គឺខ្ញុំត្រូវបានគេបង្រៀនមិនឲ្យទំនាក់ទំនងខ្ញុំចង់និយាយមិនជាបានដែរបើខ្ញុំនិយាយគឺខ្ញុំត្រូវមានគ្រោះថ្នាក់អញ្ចឹងខ្ញុំចង់និយាយបង្ហាញនៅក្នុងឱកាសនេះថាទាំងអស់នេះគឺជាធាតុនៃការអប់រំនេះជាព្រលឹងអប់រំមិនមែនបង្រៀនសិស្សឬក៏បាទឲ្យចេះលេខអក្សរ number literacy numeracy ទេប៉ុន្តែនេះជាព្រលឹងរបស់មនុស្សប៉ុន្តែសម័យនោះយកខ្ញុំខ្លួនឯងត្រូវបានបំផ្លាញទាំងអស់អ្វីដែលយើងរៀននៅក្នុងជីវិតឃើញទេហើយអញ្ចឹងយើងគូសួរថានៅពេល79 80មកដល់នេះយើងចាប់ដើមស្ដារឡើងវិញប៉ុន្តែយើងមើលឃើញថាឲ្យតែរៀបចំមានគ្រូមានសភៅសិក្សាមានអក្សរតុកហើយនឹងបន្ទប់រៀនកូនសិស្សរៀនបានរៀនបានប៉ុន្តែនៅបាត់ព្រលឹងដែលត្រូវការ recover ត្រូវស្ដារឡើងវិញដែលត្រូវការពេលវេលារាប់ចំនួននេះដែលខ្ញុំចង់លើកឡើងខ្ញុំចង់ស្ដាប់ពីលោកសរ៉ាត់វិញតាបាទសូមអរគុណទៅដូចគាត់ស្ដាប់ពីអតីតកាលធ្វើឲ្យយើងមានអារម្មណ៍ក្តុកក្តួលដែលត្រូវតែបង្ខាំងឬក៏បិទសិទ្ធិសេរីភាពនៅក្នុងការនិយាយអំពីមនោចេតនាបាទលោកពូសរ៉ាត់បានលើកឡើងនឹងអត់អីខុសទេគឺថានៅក្នុងរបបនោះយើងនិយាយទៅថាប្រព័ន្ធអប់រំគឺវាអត់មានប៉ុន្តែនៅក្នុងន័យមួយទៀតនិយាយអំពីបើយើងគិតអំពីសិទ្ធិក្នុងការរស់នៅសិទ្ធិមនុស្សក្នុងការទទួលបាននៅអ្វីពេញលេញសម្រាប់មនុស្សទាំងស្រុងគឺអត់មានដែរមនុស្សចាប់ផ្ដើមដូចថាបំបត្តិនៅអត្តសញ្ញាណរបស់ខ្លួនគឺមានន័យថាដោយលពូលើកឡើងអញ្ចឹងគឺមានន័យថាកុហកនៅប្រវត្តិរបស់ខ្លួនហើយការដែលធ្វើអញ្ចឹងមិនមែនដោយសារតែយើងថាកិច្ចអំពីឧត្តមគតិឬក៏លាក់នៅអត្តសញ្ញាណរបស់ខ្លួននឹងដើម្បីអីទេគឺតែតែមួយគឺដើម្បីសុវត្ថិភាពដោយសារកត្តាបញ្ហានយោបាយអញ្ចឹងតើតើជាមួយនឹងសិទ្ធិទទួលបានព័ត៌មានសិទ្ធិក្នុងការទទួលបញ្ចេញមតិនិងតម្រូវការផ្សេងគឺត្រូវបានលុបបំបាត់ទាំងអស់អញ្ចឹងគឺมันអាចអនុញ្ញាតបានទាំងអស់អញ្ចឹងការអប់រំការទទួលបាននៅការដឹងឮអំពីប្រវត្តិផ្សេងសំបីមិនថាប្រទេសទេសំបីតែឪពុកម្ដាយខ្លួនឯងដោយលោកពូលើកឡើងថាម្ដាយគាត់
ត្រូវបានស្លាប់អីចឹងគាត់លាក់ទុកក្នុងចិត្តហើយការលាក់នេះបើនិយាយទៅវាអត់ស្រួលទេបើសិនយើងនិយាយអំពីរឿងផ្លូវចិត្តការឈឺចាប់ទាមទារឲ្យមានការបញ្ចេញអញ្ចឹងគាត់រស់នៅក្នុងស្ថានភាពមួយដែលលំបាកណាស់ពីព្រោះអីនេះគឺតាក់ទងជាមួយនឹងព្រោះសុខភាពរបស់មនុស្សយើងមានពីរទី1គឺសុខភាពបើយើងគិតថាសុខភាពល្អគឺមានន័យថាផ្លូវកាយរបស់យើងអត់មានជំងឺឈឺស្កាត់ហើយផ្លូវចិត្តរបស់យើងគឺល្អក៏ប៉ុន្តែបើយើងនិយាយតែពីបំបត្តិចោលអតីតកាលក៏មិនអាចស្វែងយល់នឹងការវិវត្តទៅពេលខាងមុខដែរហើយម្យ៉ាងវិញទៀតដោយដែលវាគ្មិនរបស់យើងលើកឡើងបែបមិញតកតងទៅនឹងថាតើគួរតែស្ដារការអប់រំយ៉ាងដូចម្ដេចទាំងការអប់រំជាស្នូលរវាងក្រុមគ្រួសារនិងការអប់រំនៅខាងក្រៅសាលានៅពេលបន្តិចទៀតយើងនឹងវិលត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតសូមពេលសម្រាប់បន្តិចវាប៉ះពាល់ច្រើនខ្លាំងមែនទែនពីព្រោះអីដូចយើងដឹងស្រាប់ហើយថាប្រព័ន្ធអប់រំនៅក្នុងការសម្រាប់ក្មេងជំនាន់ក្រោយឬក៏ជំនាន់គាត់ហ្នឹងគឺអត់មានទេអញ្ចឹងនៅពេលនោះគឺការវិបត្តិផ្លូវចិត្តអីគឺវាមានសភាពធ្ងន់ធ្ងរមន្ទីរពេទ្យផ្សេងៗអ្នកចេះដឹងប្រហែលស្លាប់អស់ទៅហើយដែរឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife នឹងជួយការពារអនាគតគ្រួសារអ្នក Western Pharmacy ដោះគោម្លិះខាប់ឈ្ងុយផ្អែមឆ្ងាញ់ចាសសូមស្វាគមន៍សាជាថ្មីទៅទស្សនិកជនសូមស្វាគមន៍មកកាន់វគ្គទី2នៃកម្មវិធីវេអ្នកឬ Your Turn នេះខ្ញុំសូមជម្រាបជូនលោកនាងថាប្រធានបទរបស់យើងសួរនៅក្នុងសប្តាហ៍នេះយើងដាក់សំណួរសួរថាតើគុណភាពអប់រំ3ជំនាន់នៅក្នុងប្រទេសកម្ពុជាមានបរិបទយ៉ាងដូចម្ដេចវាគ្មិនអញ្ជើញមកពីអង្គការ Save the Children និងវាគ្មិនម្នាក់ទៀតអញ្ជើញមកពីអង្គការ TPO អង្គការ TPO គឺជាអង្គការដែលជួយនឹងផ្ដល់នៅការប្រឹក្សាផ្នែកផ្លូវចិត្តជូនទៅដល់ជនរងគ្រោះនៃសម័យខ្មែរក្រហមរួមទាំងសាធារណជនទូទៅផងដែរឥឡូវនេះដោយសារតែយើងអំបញ្ញមិញវាគ្មិនសុទ្ធតែបានលើកឡើងអំពីការមើលឃើញជាទូទៅតកតងទៅនឹងការអប់រំក្នុងប្រទេសកម្ពុជាទាំងការបាត់កិច្ចផ្លូវចិត្តនៅសល់ក្នុងសម័យខ្មែរក្រហមហើយយើងបន្តិចទៀតយើងនឹងបន្តសំណួរសួរថាតើគួរតែស្ដារយ៉ាងដូចម្តេចការអប់រំទាំងការអប់រំនៅសាលាប្រព័ន្ធអប់រំជាទូទៅនិងទាំងការអប់រំនៅតាមផ្ទះជាមួយនឹងក្រុមគ្រួសារនៅពេលដែលពុកម្ដាយមួយចំនួនដែលនៅសេសសល់ពីរបបខ្មែរក្រហមនៅតែចងចាំនៅរឿងដែលបានកើតឡើងនៅក្នុងចំនួនខ្មែរក្រហមឥឡូវនេះសូមអញ្ជើញទូរទស្សនិកជនវាគ្មិនរួមទាំងនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទសាស្ត្រនិងវិទ្យាសាស្ត្រកិច្ចទស្សនានៅបទចុះការមួយដែលយើងបានលើកឡើងទាក់ទងទៅនឹងយោបល់របស់អ្នកដែលបានឆ្លងកាត់នៅក្នុងសម័យខ្មែរក្រហមបើសម្រាប់ខ្ញុំនៅសម័យប៉ុលពតខ្ញុំពេញវ័យអាយុ15ឆ្នាំ16ឆ្នាំគឺខ្ញុំនៅកងចល័តបាទធ្វើការគោះលីសែងក៏ប៉ុន្តែការហូបចុកហូបអត់ពេញហូបអត់ឆ្អែតបាទធ្លាប់បាត់បង់សាច់ញាតិដូចគេដូចឯងពិបាកវេទនាហូបបបរមួយថ្ងៃមកបបរពីរវែកព្រឹកមួយវែកល្ងាចមួយវែកហើយកូនចៅកូនខ្ចីចាញ់ដល់ពីភ្លើងវាដេញយើងទៅធ្វើការវេទនាណាស់ចោលកូននៅយំលហេមលហាមអញ្ចឹងណាកូនសម័យប៉ុលពតគេយកប្តីខ្ញុំទៅរៀនសូត្រចាំបាត់រហូតដល់សប្តាហ៍ហ្នឹងខ្ញុំទៅស្រុកពីនោះហូបប្តីជ្រែពិបាកវាការវេទនាយើងស៊ីចុកមកគ្រប់មកក្រាន់ហើយដែងថាវាធ្វើការឲ្យវាលើសកម្លាំងលើសកំណត់គ្រប់ចម្ពោះទាំងអស់អ្វីដែលធ្លាប់កើតមានឡើងនៅសម័យកម្ពុជាប្រជាធិបតេយ្យនៅតែដិតដាមនៅជាប់អារម្មណ៍របស់ពួកគាត់ជាង3ទសវត្សរ៍មកហើយបើទោះជារបបនោះត្រូវបានរលត់ហើយក្តីភាពឈឺចាប់ភាពសោកសៅវិបដិសារីជាពិសេសការប៉ះទង្គិចអារម្មណ៍និងផ្លូវចិត្តធ្វើឲ្យពួកគាត់ពុំមានសេចក្តីសុខស្ងប់ក្នុងចិត្តនោះទេនឹកពីប៉ុលពតមកឥឡូវខ្ញុំឈឺចាប់ណាស់ខ្ញុំមិនចង់ឲ្យវិលមករកទៅរកអតីតកាលវិញទេឲ្យបានសុខសប្បាយទៅមុខកុំឲ្យខ្ញុំមានការឈឺចាប់បែកបងបែកប្អូនកូនចៅទៀតខ្ញុំសោកស្ដាយតែប្តីខ្ញុំហើយនឹងគេធ្វើបាបខ្ញុំហើយនឹងគេ
ថាយើងនឹងខ្មាំង នៅជិះចាប់អត់ដេញវាប្រើដេញម៉ែឪយើងហ្នឹងកាប់ដៅកស៊ូហ្នឹងម្នាក់90ដៅយើងមិនធ្វើទេវាមិនអោយបាយស៊ីចំនួនហ្នឹងរាល់ថ្ងៃនៅខ្ញុំមកចិត្តខ្ញុំរាល់ថ្ងៃខ្ញុំនៅសោកស្ដាយមិនថាសោកស្ដាយតែក្រុមគ្រួសារខ្ញុំសោកស្ដាយប្រជាពលរដ្ឋទាំងអស់ដែលរស់នៅសម័យនោះបាទផលប៉ះពាល់នឹងការឈឺចាប់មួយចំនួនពីរបបខ្មែរក្រហមអាចមើលឃើញយ៉ាងច្បាស់ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធបាត់បង់ធនធានមនុស្សការបាត់បង់សាច់ញាតិនិងការបែកបាក់គ្រួសារជាដើមក៏ប៉ុន្តែផលប៉ះពាល់មួយចំនួនទៅលើផ្លូវចិត្តនឹងមិនអាចមើលឃើញជាក់ស្ដែងព្រមទាំងមិនអាចវាស់វែងបាននោះទេប្រសិនបើគ្មានការសិក្សាស្រាវជ្រាវតាមបែបចិត្តសាស្ត្រការបាត់បង់សាច់ញាតិគ្រួសារណាអ្នកស្រីញងហេម៉ាប្រិទ្ធបរិះរងមហាវិទ្យាល័យសង្គមសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញធ្លាប់បានធ្វើការស្រាវជ្រាវនិងផ្សព្វផ្សាយពីលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវស្ដីពីការចិញ្ចឹមបីបាច់កូននិងអន្តរទំនាក់ទំនងរវាងម្ដាយនិងកូន3ជំនាន់ក្រោយរបបខ្មែរក្រហមនៅកម្ពុជាលោកស្រីបានលើកឡើងថាការសិក្សាស្រាវជ្រាវដ៏មានសារៈសំខាន់មួយនេះគឺសម្រាប់ប្រជាជនកម្ពុជាព្រោះជាទូទៅគេទទួលស្គាល់ថារបបខ្មែរក្រហមបានបន្សល់ទុកនៅស្លាកស្នាមរបួសដ៏ឈឺចាប់ចំពោះប្រទេសជាតិទាំងមូលចំពោះអ្នកដែលបានរស់នៅនិងរងការប៉ះទង្គិចដោយផ្ទាល់នៅក្នុងរបបនោះនិងអ្នកដែលកើតចំនួនក្រោយៗការប៉ះពាល់ទៅលើស្មារតីនិងផ្លូវចិត្តមិនត្រឹមតែកើតមានលើអ្នកដែលឆ្លងកាត់សម័យខ្មែរក្រហមដូចជាខ្ញុំអីចំនួនចាស់ៗដែលបានឆ្លងកាត់ផ្ទាល់នោះទេតែក៏វាផលប៉ះពាល់ហ្នឹងវាឆ្លងទៅដល់ចំនួនទី2ចំនួនទី3គឺកូនរបស់អ្នកដែលឆ្លងកាត់នឹងទៀតចា៎អ្នកជំនាញផ្លូវចិត្តថាការប៉ះទង្គិចទៅលើស្មារតីនិងផ្លូវចិត្តមិនត្រឹមតែកើតមានលើអ្នកដែលបានឆ្លងកាត់ដោយផ្ទាល់នោះទេតែវាថែមទាំងជះឥទ្ធិពលដល់អ្នកដែលកើតនៅចំនួនក្រោយៗទៀតផងជាពិសេសទៅលើរបៀបចិញ្ចឹមបីបាច់កូនខណៈដែលឪពុកម្ដាយភាគច្រើនសុទ្ធតែរងនឹងការប៉ះទង្គិចពីរបបខ្មែរក្រហមនេះគឺជាឧទាហរណ៍នៃការយល់ឃើញរបស់ប្រជាពលរដ្ឋដែលបានឆ្លងកាត់ក្នុងសម័យខ្មែរក្រហមទាំងការជឿចាប់ទាំងឡាយក៏បានលើកឡើងបន្តិចតែនៅក្នុងបទយកម្មបាញ់មិញនេះខ្ញុំចង់ចាប់ផ្ដើមពីលោកយួនសារ៉ាត់តែម្ដងដោយសារតែយើងភ្ជាប់បទយកម្មបាញ់មិញនេះខ្ញុំចង់សួរថាតើបញ្ហាផ្លូវចិត្តរហូតមកដល់ពេលនេះយើងគិតថា35ឆ្នាំមកហើយពីឆ្នាំ1979កាយរំដោះមកថាតើវាមានទំហំដូចគ្នាដែរឬទេនៅពេលដែលមានការរំដោះភ្លាមហើយនឹងការរស់នៅរបស់គាត់ចំនួនមកមានការចង់និយាយថាមានការគិតគូរពីសិទ្ធិមនុស្សនិងមានការរស់នៅប្រែប្រួលខុសពីសម័យខ្មែរក្រហមចា៎បាទអរគុណច្រើននៅសំណួរនេះខ្ញុំមុននឹងចាប់ផ្ដើមឆ្លើយតបអំពីភាពប្រែប្រួលមកដល់ពេលបច្ចុប្បន្នតកតងជាមួយនឹងអតីតកាលឬក៏ផ្លូវចិត្តខ្ញុំសូមត្រឡប់បកទៅក្រោយបន្តិចថាក្រោយពីរបបសម័យខ្មែរក្រហមចាប់ភ្លាមភាគច្រើននៃជនរងគ្រោះគាត់តែងតែលើកឡើងពាក្យមួយម៉ាត់ដែលយើងធ្លាប់ដឹងគឺពាក្យម្យ៉ាងគឺថាបាក់ស្បាតភាពបាក់ស្បាតហ្នឹងគឺមានន័យថាគាត់មិននិយាយអំពីអតីតកាលគាត់ព្យាយាមលាក់ទុកនឹងការឈឺចាប់របស់គាត់ហើយជាធម្មតាគាត់ចាត់ទុកថាការដែលមិនរំលឹកឡើងវិញគឺជាការមិនវះនៅដំបៅចាស់ឲ្យឈឺឡើងវិញទេបាទនេះគឺជាជំនាញមួយក្នុងការប្រឈមមួយនឹងការឈឺចាប់របស់គាត់ប៉ុន្តែបើនិយាយពីផ្លូវចិត្តគឺគេទាមទារឲ្យមានការនិយាយរឿងនឹងឡើងដើម្បីធូរក្នុងអារម្មណ៍ធូរនៅក្នុងចិត្តណាប៉ុន្តែវាប៉ះពាល់ច្រើនខ្លាំងមែនទែនពីព្រោះអីដូចយើងដឹងស្រាប់ហើយថាប្រព័ន្ធអប់រំនៅក្នុងការសម្រាប់ក្មេងជំនាន់ក្រោយឬក៏ជំនាន់គាត់ហ្នឹងគឺអត់មានទេអញ្ចឹងនៅពេលនោះគឺការវិបត្តិផ្លូវចិត្តអីគឺវាមានសភាពធ្ងន់ធ្ងរមន្ទីរពេទ្យផ្សេងអ្នកចេះដឹងក៏បានស្លាប់អស់ទៅហើយដែរបើហើយវាមានរយៈពេលយូរមែនទែនដែលយើងចាប់ផ្ដើមរំលឹកឡើងវិញគឺខ្ញុំចង់និយាយថាយើងចាប់ផ្ដើមគិតអំពីរឿងផលប៉ះពាល់វិបត្តិផ្លូវចិត្តនិងការប៉ះទង្គិចហ្នឹងគឺនៅពេលដែលមានការបង្កើតនៅអង្គជំនុំជម្រះវិសម័យក្នុងតុលាការមនុស្សចាប់ផ្ដើមនិយាយតិចម្ដងហើយការស្វែងយល់អំពីរបបហ្នឹងក៏ចាប់ផ្ដើមមានបន្តិចម្ដងឡើងវិញពីព្រោះអីកាលពីមុនចាប់របបភ្លាមយើងមិនបានសិក្សាអំពីប្រវត្តិអតីតកាលប្រហែលទេហើយជាជាក់ស្ដែងជាផ្សេងគេរឿងផ្លូវចិត្តក្នុងចំណោមប្រជាជនរបស់យើងក៏មិនបានទទួលនៅព័ត៌មានសេវា
គ្រប់គ្រងខាងផ្នែកសុខភាពផ្លូវចិត្តហ្នឹងបានឲ្យពេញលេញផងដែរប៉ុន្តែមកដល់ឥឡូវនេះយើងឃើញថាមានការប្រែប្រួលច្រើនកំឡុងពេល 3-4 ឆ្នាំចុងក្រោយនេះគឺយុវជនបានចូលរួមធ្វើការពិភាក្សាជាមួយនឹងគាត់ដែលជាអ្នករងគ្រោះក្រោយពីរបបហ្នឹងហើយអ្នកដែលគាត់រងគ្រោះគាត់ចាប់ផ្ដើមមានទំនុកចិត្តនៅក្នុងការនិយាយអំពីរឿងរ៉ាវរបស់គាត់ហ្នឹងចេញខ្លះៗឲ្យក្មេងជំនាន់ក្រោយបានដឹងចាអញ្ចឹងអានេះយើងនិយាយពីយើងមើលឃើញអំពីការស្ដារឡើងវិញដែរចង់ក៏ប៉ុន្តែមានការស្ដារឡើងវិញដែរបញ្ហាផ្លូវចិត្តដោយសារតែមានមួយផ្នែកពីការធ្វើឲ្យជនរងគ្រោះទាំងឡាយអាចបកស្រាយពីអតីតកាលរបស់ខ្លួនក៏ប៉ុន្តែនេះខ្ញុំចង់ងាកមកវិញជាក់ស្ដែងតកតងទៅនឹងការអប់រំថាតើពីក្មិនយល់ថាការអប់រំជាមួយក្រុមគ្រួសារសម្រាប់អ្នកដែលបន្សល់រស់នៅសល់ពីសម័យខ្មែរក្រហមហើយនឹងការអប់រំជាក់ស្ដែងនៅសាលាតើវាដើរតំណប់តសងគ្នាដែរឬទេហើយតើវាមានផលប៉ះពាល់អីទៀតនៅពេលដែលគ្រួសារមួយចំនួននៅនឹកតែឃើញនៅអតីតកាលទាំងអស់នោះចាអាចទៅលោកសារ៉ាត់ចាបាទអរគុណច្រើនតាមពិតរឿងវិបត្តិដែលស្រុកទេសយើងជួបផ្ទះហ្នឹងយើងមិនអាចកាត់ចេញបានរវាងអ្វីដែលកើតឡើងក្នុងគ្រួសាររស់នៅក្នុងសង្គមពិសេសនៅក្នុងប្រព័ន្ធអប់រំទេវានៅជាមួយគ្នាខ្ញុំមើលឧទាហរណ៍នៅពេលក្រោយសម័យរំដោះដែលខ្ញុំបានធ្វើគ្រូដំបូងហ្នឹងនៅយុវជននៅក្មេងមិនចាស់អញ្ចឹងទេកាលនោះបានន័យថាខ្ញុំអត់បានដឹងទេប៉ុន្តែខ្ញុំដូចមានសង្ឃឹមហ្មងដូចសុបាយចិត្តប៉ុន្តែឲ្យថាយល់ពីការអប់រំហ្នឹងប៉ុន្មានអត់ដឹងទេហើយកាលនោះគេហៅប្រើពាក្យថាសភៅពុំហ្នឹងសភៅសិក្សាហ្នឹងកាលនោះគឺគ្រូមានសភៅតែមួយក្បាលទេអញ្ចឹងត្រូវច្រឡងដាក់លើក្តារខៀនហើយសិស្សត្រូវច្រឡងព្រោះអត់មានសភៅមានមួយក្បាលហើយសភៅហ្នឹងគឺអូរ៉ូនីអូសរសេរដៃទៀតអញ្ចឹងយើងមើលអញ្ចឹងបញ្ហាកម្មវិធីសិក្សាសភៅសិក្សាគឺចាប់ដើមចេញពីដែលស្អីដែលយើងធ្វើបានប៉ុន្តែឥឡូវយើងមើលមនុស្សម្ដងគ្រូសម្រាប់ចិត្តអស់ហើយនៅសល់មួយចំនួនតូចហើយខ្ញុំនេះមិនបានធ្វើបើសិនខ្ញុំនេះមិនបានធ្វើគ្រូហើយបើសិនជាសភាពការមុំនឹងធ្វើទៀតទេប៉ុន្តែសម័យនោះគេចង់យើងធ្វើគ្រូឧស្សាហ៍យើងរៀនបានច្រើនដែរពីសម័យដើមហ្នឹងបានច្រើនដែរដល់លីសេអីដែរអញ្ចឹងយើងមើលគ្រូគឺជាគ្រូដែលសេះសល់ពីស្លាប់ហើយគ្រូដូចខ្ញុំអញ្ចឹងគឺគ្រូចេះបានតិចអញ្ចឹងឯងមើលសិស្សវិញមានសិស្សហ្នឹងពីរក្រុមសិស្សមួយដែលចូលរៀនថ្មីដែលដល់អាយុសិស្សមួយក្រុមទៀតគឺសិស្សដែលអត់ខានរៀនតាំងពីសម័យឆ្នាំពុះសង្គ្រាមរបស់យើងតាំងពី72 73មកហ្នឹងគឺចាប់ដើមខានរៀនបរាលើលេភ្នំពេញឯងតំបន់មួយចំនួនអញ្ចឹងមានពីរក្រុមសិស្សចូលរៀនថ្មីក្រោយ79និងសិស្សដែលខានរៀន 4-10 ឆ្នាំដោយសារសង្គ្រាមអញ្ចឹងមានពីរក្រុមអញ្ចឹងហើយកាលនោះបានមានយុទ្ធនាការអំពីរឿងអក្ខរជនណាធ្វើម៉េចដោយសារមនុស្សខ្លះគាត់ធំពេកហើយគាត់អាយុច្រើនហើយត្រូវការស្ដាប់ណាអញ្ចឹងយើងគិតថាតើប្រឈមអីខ្លះដែលមនុស្សបាត់បង់ចិត្តអស់ហើយសិស្សហ្នឹងមាន2 3ក្រុម2 3ប្រភេទមិនដឹងសពថ្ងៃទេទៅរៀនទៅដល់ 6 7 ឆ្នាំទិញទួចពេលនោះមានក្រុមចាស់មានក្រុមអីហើយខ្ញុំនៅក្មេងកាលនោះហើយពង្រៀនថ្នាក់ទី4គឺកូនសិស្សធំជាងខ្ញុំទៀតអញ្ចឹងយើងមើលស្ថានភាពបែបនេះវាមានសង្ឃឹមនៅពេលដែលយើងបានចាប់ដើមអ្វីដែលប្រសើរក្រោយពេលដែលយើងគិតថាយើងរួចពីស្លាប់ប៉ុន្តែយើងនៅប្រឈមថាតើយើងទៅធ្វើម៉េចដើម្បីកិច្ចការហ្នឹងព្រោះយើងពង្រៀនក៏យើងពិបាកខ្វះសម្ភារៈស្វាយទាំងអស់ផ្សេងអញ្ចឹងខ្ញុំចង់ទាញពីចំណុចហ្នឹងឲ្យមកភ្ជាប់ជាមួយនឹងសំណួររបស់អ្នកសម្របសម្រួលថាតើបញ្ហាក្នុងគ្រួសារវាម៉េចតើបញ្ហាសាលារៀនវាម៉េចអញ្ចឹងកិច្ចការនេះតាក់ទងគ្នាឧទាហរណ៍ខ្ញុំទៅបង្រៀនប៉ុន្តែខ្ញុំអស់សង្ឃឹមដោយសារកូនសិស្សខ្ញុំនឹងរៀនអត់ចេះមូលហេតុបានរៀនអត់ចេះដោយសារមិនមែនកូនសិស្សនឹងមិនចង់រៀនចេះដោយសារខ្ញុំនឹងអត់ដឹងពីរៀនមិនឲ្យគេចេះនឹងកត្តាមួយទី2កូនសិស្សនោះគាត់ធំហើយអញ្ចឹងគាត់អត់ទៅថ្នាក់ទី1ទី2ទេគាត់ត្រូវថ្នាក់ទី3ទី4អញ្ចឹងគាត់អត់បានរៀនពី2ឆ្នាំគាត់ចេះចូលមកធំប៉ុន្តែមិនដឹងបូកលេខមិនដឹងអានអក្សរមិនទេអញ្ចឹងវាប្រឈមទាំងអ្នកបង្រៀនប្រឈមទាំងអ្នករៀនអញ្ចឹងជាបដាពេលខ្លះធ្វើឲ្យយើងដូចចង់អស់សង្ឃឹមថាធ្វើម៉េចបានជាយើងឲ្យបង្រៀនអត់កើតអញ្ចឹងហើយសិស្សយើងអានមិនបានអញ្ចឹងហ្នឹងអញ្ចឹងអាកន្លែងហ្នឹងខ្ញុំចង់និយាយអំពីហ្នឹងហើយគុណភាពគឺចាប់ដើមចេញពីគ្រូបែបអញ្ចឹងហើយសិស្សរៀងបែបហ្នឹងហើយអាហ្នឹងឯងដែលយើងត្រូវគិតពិចារណាហើយក្រោយវាពេលនោះមកដល់ពេលឥឡូវនេះអញ្ចឹងខ្ញុំធ្វើគ្រូមួយជីវិតនៅតែធ្វើគ្រូដដែលដូចមានមោទនភាពពេលខ្លះយើងសប្បាយដែលថាយើងបានធ្វើការធ្វើដំណើរទៅជួបប្រជុំជាមួយនឹងសន្និបាតនៅប្រទេសគេអីយ៉ាងផ្សេងយើងចាប់ដើមនេះខ្មែរមិន
មិនប្រកាសថានៅឆ្ងាយទេគួរសមដែរតាកន្លែងខ្លះឃើញទេអញ្ចឹងយើងមានសង្ឃឹមហើយការមានសង្ឃឹមនោះខ្ញុំមានចំណុច5ដែលខ្ញុំបានតាំងចិត្តនៅពេលដែលខ្ញុំរៀបចំកិច្ចការអប់រំទី1គឺត្រូវពង្រឹងឡើងវិញនៅអត្តសញ្ញាណដែលលោកតាកម្មនោះគាត់លើកឡើងបើសិនជាយើងអត់មានអត្តសញ្ញាណយើងអត់មានសង្ឃឹមថាយើងជាពូជដែលអាចធ្វើកិច្ចការនឹងបានយើងត្រូវបានដែរទី2យើងពង្រឹងឡើងវិញអំពីអនាគត Son of Future បានន័យថាខ្ញុំមានសង្ឃឹមទៅមុខទៀតកន្លែងនេះសំខាន់ណាស់ណាដែលដល់ពេលដែលខ្ញុំធ្វើការនៅតំបន់ដាច់ស្រយាលអញ្ចឹងយើងបបួលគាត់ដាំស្វាយដាំជើគាត់ដាំទេគាត់ថាដាំទេទៀតព្រោះយើងចិត្តរត់ទៀតហើយអញ្ចឹងខួរក្បាលរបស់មនុស្សតែមានផ្នែករបស់មនុស្សគាត់បានគិតថាយើងឲ្យគាត់មានការរៀបចំកសាងទីលំនៅយ៉ាងម៉េចបើគាត់គិតថាស្រុកយើងប្រហែលជាអត់កើតទេបើអានឹងកើតអីពិសេសម្ដាយខ្ញុំពេលខ្ញុំសួរថាម៉ែឯងទុកកវិចអីហើយកូនឯងដឹងថាថ្ងៃណាជារត់ទៀតហើយស្រុកយើងមិនគាត់សានត្រានទេឃើញទេដោយសារគាត់តាំងពីក្មេងមកដល់ទំខាន40ឆ្នាំជាងយើងខានរត់អញ្ចឹងគាត់នៅអារម្មណ៍ប៉ុណ្ណឹងហើយខ្ញុំគិតថាតើម្ដាយខ្ញុំគាត់ដាំតាមស្វាយទេព្រោះដាំស្វាយមិនដាំទៅហូបខានស្អែកណាអញ្ចឹងការបាត់បង់ Son of Future អ្វីដែលជាអត្តសញ្ញាណអនាគតសំខាន់ណាអញ្ចឹងយើងត្រូវស្ដារឡើងវិញឲ្យមនុស្សនឹងមានសង្ឃឹមចំណុចទី3ដូចខ្ញុំបញ្ជាក់ជូនអញ្ចឹងនៅក្នុងសម័យនោះហើយនឹងក្រោយមកយើងប្រឹងរស់យើងកម្របានជជែកគ្នាណាយើងកម្របានជជែកគ្នាដូចករណីថាយើងមានវិបត្តិក្នុងផ្លូវចិត្តយើងបាត់បង់គ្រួសារយើងសុខចិត្តបៀននៅម្នាក់ឯងយើងមិនបាននិយាយប្រាប់គេព្រោះអ្នកណាក៏ដោយមានបញ្ហាដែរខ្ញុំនិយាយប្រាប់អ្នកនោះថាឯងនិយាយប្រាប់ខ្ញុំមិនបើខ្ញុំបែកបាក់បងប្អូនខ្ញុំដែរខ្ញុំស្លាប់អស់ទាំងវងដែរឃើញទេអញ្ចឹងវាប្រហែលគ្នាអញ្ចឹងយើងទុករៀងខ្លួនអញ្ចឹងការពង្រឹងឡើងវិញនៅញៀននៃការទំនាក់ទំនងចាប់ដើមប្រស័យតាក់ទងជជែកគ្នា communication ខ្ញុំគិតថាសំខាន់ណាស់ទី4ការពង្រឹងឡើងវិញ mind use ការប្រើការគិតយើងកុំនៅស្ងៀមនៅនឹងដោយអត់បានប្រើការគិតផងយើងគេឲ្យធ្វើអីធ្វើហ្នឹងពួកសម័យនោះគឺយើងត្រូវបានគេបង្ហាត់អត់ឲ្យគិតទេបើគេឲ្យធ្វើមិនធ្វើគេមិនឲ្យធ្វើអត់ធ្វើអញ្ចឹងខ្ញុំនៅសម័យនោះគឺត្រូវបានគេបណ្ដុះបណ្ដាលដូចស៊ាំហើយបើគេអត់ប្រើយើងអត់ធ្វើឲ្យយើងហើយយើងនិយាយពី innovation កំណត់ដូចផ្ដើមច្នៃប្រឌិតមិនបើមនុស្សត្រូវបានគេបង្ហាត់ឲ្យទៅដូចជាសត្វធាតុហើយបើគេប្រើបានធ្វើអត់ប្រើទេអត់ដឹងធ្វើអីអញ្ចឹងចំណុចទី4ចំណុចចុងក្រោយគឺការពង្រឹងឡើងវិញនៅការពឹងពាក់គ្នាការរស់នៅមិនឯកោទេសម័យនោះគឺខ្ញុំត្រូវតែឯកោបើខ្ញុំមិនឯកោទេបើខ្ញុំលួចត្រីបានខ្ញុំត្រូវលួចញ៉ាំម្នាក់ឯងខ្ញុំលួចហូបម្នាក់ឯងបើខ្ញុំឲ្យគេដឹងគេយើងមកឲ្យគេហូបគេសម្លាប់យើងអញ្ចឹងអ្វីដែលរបៀបរស់នៅក្នុងសង្គមតាក់ទងគ្រួសារគឺត្រូវបានបំផ្លាញអស់ហើយអញ្ចឹងចំណុច4 5នេះដែលខ្ញុំបានរៀបចំ design ថាមិនមែនរឿងឲ្យមានសភៅឲ្យមានកន្លែងរៀនទេប៉ុន្តែធ្វើម៉េចឲ្យមនុស្សខ្មែរឲ្យគ្រូខ្មែរឲ្យសិស្សយើងមានសង្ឃឹមឡើងវិញហើយបដោះនៅចំណុចនេះចាឥឡូវនេះចុងក្រោយយើងនឹងទុកពេលវេលាទៅវគ្គបន្តទៀតទៅឲ្យនិស្សិតក៏ប៉ុន្តែនេះខ្ញុំចង់សួរសំណួរបន្តិចឲ្យខ្លីទេណាលោកយុនសរ៉ាត់ខ្ញុំចង់ឲ្យលោកនិយាយបន្តិចត្រង់ថាតើវាជាពេលវា35ឆ្នាំមកហើយវាតើដល់ពេលណាដែលយើងត្រូវលែងបន្ទោសថាដោយសារតែសល់ពីរបបខ្មែរក្រហមទៅការអប់រំនៅប្រទេសកម្ពុជាទាំងនៅគ្រួសារឬក៏ទាំងនៅសាលារៀនមាននៅតែបន្ទោសសម័យខ្មែរក្រហមនៅតែមានបញ្ហាមិនទាន់អាចព្យាបាលបានណាចាខ្ញុំផ្ដោតជាងគេគឺបញ្ហាចិត្តសាស្ត្រតើពេលណាយើងឈប់និយាយរឿងហ្នឹងចាបាទអរគុណច្រើនយើងសង្កេតឃើញថាក្រៅពីប្រព័ន្ធឬក៏គុណភាពនៃសេវាអប់រំគឺពាក់ព័ន្ធនឹងផ្លូវចិត្តអត់មានថារាប់បញ្ចូលទៅជារឿងសំខាន់ទេនៅក្នុងរបបហ្នឹងហើយតេតិនមួយទៀតគឺការយល់របស់ប្រជាជនខ្មែរទូទៅរឿងរបបផ្លូវចិត្តគឺមានកម្រិតណាក្រោយពីរបបហ្នឹងឡើងគឺសង្ឃថាអត់លែងណាគិតព្រោះអីមួយគឺសង្ឃភាគច្រើនគឺផ្ដោតទៅលើធ្វើម៉េចឲ្យរស់បាទព្យាយាមបង្កើតមុខរបររកលុយបាទលែងគិតអំពីរឿងហ្នឹងឲ្យការជួយចាប់អីគឺទុកមកដុំសិនហើយយើងទុករឿងហ្នឹងមិនមែនទុកខ្លីទេគឺទុកជាង30ឆ្នាំជាងដែលយើងអត់និយាយសោះអញ្ចឹងមានន័យថារយៈពេលខាងកាលបានយើងឈប់និយាយរឿងហ្នឹងប្រហែលជានឹងអាចខ្ញុំមិនហ៊ានកំណត់ជាពេលវេលាប៉ុន្តែខ្ញុំអាចថានឹងយូរបន្តិចពីព្រោះអីវាមានវត្តពីមួយចំនួនទៅមួយចំនួនថាតើប្រព័ន្ធអប់រំដើរតួនាទីយ៉ាងម៉េចខ្លះអំពីគុណភាពទាំងអស់ហ្នឹងហើយអំពីការស្វែងយល់អំពីវិបត្តិផ្លូវចិត្តនៅក្នុងប្រជាជនខ្មែរយើងនៅក្នុងសង្គមតាមពិតជាក់ស្ដែងជីវិតរបស់ពួកគាត់មួយដែលគាត់រស់រៀនក្រោយពីរបបខ្មែរក្រហមនឹងឡើងគឺគាត់ត្រូវការស្វែងយល់ច្រើន
អញ្ចឹងមានន័យថាបើសិនជាការស្វែងយល់របស់គាត់នឹងកើនឡើងកាន់តែខ្លាំងប្រព័ន្ធអប់រំចូលរួមចំណែកតាក់ទងជាមួយនឹងការផ្លាស់ប្ដូរនៅការយល់ឃើញឬក៏ mindset ឬក៏តាក់ទងជាមួយនឹង5ចំណុចដែលលោកពូសារ៉ាត់បានលើកឡើងគឺមានន័យថាពេលវេលានៃការនិយាយពីអតីតកាលនោះវាកាន់តែខ្លីហើយវាអត់នឹងយូរទេក៏ប៉ុន្តែយើងត្រូវដឹងថាការវិវត្តខ្លួនពីសង្គមមួយទៅសង្គមមួយគឺវាអត់ចោលអំពីអតីតកាលទេគឺត្រូវតែស្វែងយល់ពីអត្តសញ្ញាណអតីតកាលដើម្បីយើងអាចដោះស្រាយអភិវឌ្ឍបច្ចុប្បន្នដើម្បីឈានទៅអនាគតប៉ុន្តែវាត្រូវការពេលវេលាដោយសារយើងអាការដែលយើងនិយាយពីអតីតកាលហ្នឹងវាផ្ដោតខ្លាំងទៅលើរឿងការយល់ដឹងធនធានមនុស្សក្នុងសង្គមហើយនឹងវាគួបផ្សំជាមួយនឹងបរិបទនយោបាយពីមួយចំនួនទៅមួយចំនួនផងដែរខ្ញុំចង់បញ្ជាក់តិចតាមពិតហ្នឹងគឺជាតលយៈភាពឥឡូវនេះយើងមើលឃើញថាស្ថានភាព30ឆ្នាំរបស់ប្រទេសយើងដូចខ្ញុំលើកឡើងមានរឿងច្រើនប៉ុន្តែខ្ញុំនៅមានសង្ឃឹមថាម៉េចបើសិនជាយើងបានរៀបចំកម្មវិធីប្រព័ន្ធអប់រំរបស់យើងឲ្យស៊ីជម្រៅហើយយកចិត្តទុកដាក់ធ្វើម៉េចបណ្ដុះស្មារតីរបស់មនុស្សឆន្ទៈរបស់មនុស្សអរិយាប័ត្ររបស់មនុស្សអញ្ចឹងរយៈពេលដែលវាត្រូវព្យាបាលជំងឺផ្លូវចិត្តហ្នឹងវានឹងខ្លីតែបើសិនជាគុណភាពនៃការអប់រំរបស់យើងហ្នឹងយើងមិនបានមិនចង់បានធ្វើប៉ុន្តែបើសិនជាយើងបានធ្វើមិនបានឲ្យត្រូវស៊ីជម្រៅវាត្រូវការប្រើពេលយូរដើម្បីព្យាបាលដូចយើងអ្នកឈឺអញ្ចឹងបើដាក់ថ្នាំនឹងត្រូវវាលះជាបើដាក់ថ្នាំនឹងមិនសូវត្រូវទេវាអាចប្រើពេលយូរក្នុងការជាអញ្ចឹងចម្លើយថារយៈពេលប្រហែលវាទៀមទាថាឥឡូវហ្នឹងទាំងខ្ញុំទាំងអ្នកទាំងអស់គ្នាទាំងប្រជាជនយើងទាំងឪពុកម្ដាយហ្នឹងត្រូវក្រោកឈរឡើងត្រូវខំធ្វើអីខ្លួនឯងដែលធ្វើល្អខ្ញុំឧទាហរណ៍មួយពេលដែលខ្ញុំជួបករណីមនុស្សមានហិង្សាខ្ញុំមិនណិតគាត់ខ្ញុំអត់ខឹងគាត់ទេពីព្រោះយើងត្រូវសិក្សាហេតុអីបានជាគាត់មានអំពើហិង្សាក្នុងគ្រួសារវាមិនមែនចៃដន្យកើតមកដោយចង់វាយគ្នាចង់វាយកូនចង់វាយប្រពន្ធទេប៉ុន្តែនេះសិតតែជាកាកសំណល់ដែលយើងបានបន្សល់ពីរបបមុនមកអញ្ចឹងយើងត្រូវគិតទៅវិញគាត់ថាបើសិនជាខ្ញុំជាគាត់វិញខ្ញុំក៏មានវិបត្តិផ្លូវចិត្តអញ្ចឹងដែរខ្ញុំក៏ប្រហែលជាទូមនុស្សខ្ញុំមានសកម្មភាពមិនល្អដែរអញ្ចឹងខ្ញុំត្រូវគិតយ៉ាងម៉េចខ្ញុំជាអ្នកអប់រំខ្ញុំត្រូវគិតថាខ្ញុំនឹងគិតគាត់ជួយគាត់វាម៉េចខ្ញុំអត់ខឹងគាត់ទេយើងអាណិតគាត់ដែលគាត់បានធ្វើអំពើដែលគាត់អត់បានដឹងចា៎អានេះជាកិច្ចការរបស់យើងករណីមួយទៀតដូចអ្នកខ្លះគាត់ហូបគាត់ផឹកគាត់ស៊ីគាត់អត់ព្រមធ្វើការអីនៅជនបទខ្លះយើងទៅជួបគាត់ពេលយើងនិយាយមួយគាត់យំតាមពិតគាត់អស់សង្ឃឹមគាត់មិនដឹងធ្វើអីខ្លះហើយវិបត្តិផ្លូវចិត្តនឹងបានសន្សំរាប់ឆ្នាំមកហើយពិបាកទាំងអស់គ្នាអញ្ចឹងនៅពេលណាធ្វើឲ្យមនុស្សមានសង្ឃឹមគឺធ្វើឡើងវិញអញ្ចឹងខ្ញុំសូមបញ្ជាក់ថាយើងកុំខឹងទៅយុវជនយើងកុំខឹងទៅអ្នកផ្សេងដែលគាត់បានធ្វើអំពើមិនល្អគេជាជនរងគ្រោះដែលសេះសល់អំពីកិច្ចការដែលប្រវត្តិសាស្ត្របានបន្សល់ហើយហើយបើសិនជាយុវជននេះរស់នៅកន្លែងមួយប្រសើរប្រហែលជាគេមិនអញ្ចឹងទេនេះយើងត្រូវគិតអស់គ្នាសម្រាប់អ្នកដឹកនាំអប់រំខ្ញុំគិតថាត្រូវធ្វើអញ្ចឹងណាចាខ្ញុំសូមថែមមួយចំណុចមួយចុងក្រោយបាទតកតងជាមួយនឹងប្រព័ន្ធអប់រំពិសេសគឺខ្ញុំសូមផ្ដោតទៅលើគុណភាពខ្ញុំធ្វើការជាមួយដើមបណ្ដឹងឬក៏ជនរងគ្រោះច្រើនដែលគាត់ឆ្លងកាត់ការពីរបបនឹងគាត់តែងតែនិយាយពាក្យម៉ាត់ថាកូនឯងមិនបាច់គិតអីច្រើនទេខំរៀនសូត្រឡើងកុំឲ្យចាញ់បោកគេនេះមានន័យថាគាត់ថាឲ្យរៀនសូត្រឲ្យចេះដឹងឡើងកុំឲ្យចាញ់បោកគេនឹងទី1ទី2គាត់ថាកុំឲ្យវិលទៅរបបនឹងវិញអញ្ចឹងមានន័យថាគុណភាពប្រព័ន្ធអប់រំកាលណាកាន់តែល្អកាលណាគឺធ្វើឲ្យអាការគិតនិងការយល់របស់យុវជននឹងឯងស្វែងយល់អំពីការអភិវឌ្ឍប្រទេសទៅថ្ងៃក្រោយដើម្បីបញ្ជៀសសង្គ្រាមឬក៏វិបត្តិផ្លូវចិត្តអីនឹងកើតឡើងជាថ្មីម្ដងទៀតអញ្ចឹងបានយើងផ្ដោតឲ្យធ្ងន់ថាការដែលផ្លាស់ប្ដូរអំពីប្រព័ន្ធអប់រំដើម្បីឲ្យមានគុណភាពល្អហ្នឹងគឺវាធ្វើឲ្យរឿងច្រើនណាស់មានការផ្លាស់ប្ដូរមិនថាតែរឿងផ្លូវចិត្តទេទាំងការអភិវឌ្ឍទាំងផ្នែកសុខភាពទាំងផ្នែកអីផ្សេងគឺរួមផ្សំគ្នាទាំងអស់ចាឥឡូវនេះយើងគួរតែទុកពេលវេលាឲ្យនិស្សិតសួរសំណួរពី3សំណួរមកកាន់វាគ្មិនដែរពីព្រោះថានិស្សិតគឺជាជនជំនាន់ក្រោយរបស់ប្រទេសកម្ពុជាហើយលោកនាងនឹងជួបនិស្សិតនៅពេលបន្តិចតើការបំភ្លេចឬមិនបំភ្លេចចោលរបស់ប្រជាពលរដ្ឋដែលបានឆ្លងកាត់នៅភាពល្វីងជួយចត់នាសម័យប៉ុលពតដែលគេឬក៏សម័យបល័យពូជសាសន៍នោះ
វាអាចមានសារៈសំខាន់អ្វីខ្លះចំពោះការអប់រំខ្មែរយើងឲ្យដឹងឲ្យឮនៅជំនាន់នេះយើងមិនត្រូវបំភ្លេចអំពីអ្វីដែលកើតឡើងជាប្រវត្តិសាស្ត្ររបស់យើងពិសេសប្រវត្តិសាស្ត្រដ៏ជូរចត់យើងគួរតែយកឱកាសនេះយកប្រវត្តិសាស្ត្រនេះមកសិក្សាឲ្យឆ្លុះបញ្ចាំងថាស្អីខ្លះដែលធ្វើឲ្យយើងបានអន់ថយហើយយើងរៀនសូត្រពីអ្វីដែលខ្វះខាតនោះឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife នឹងជួយការពារអនាគតគ្រួសារអ្នក Western Pharmacy ដោះគោម្លិះខាប់ឈ្ងុយផ្អែមឆ្ងាញ់ ចាសសូមស្វាគមន៍សាជាថ្មីយើងបានមកដល់នាទីដែលត្រូវប្រកួតវេទិការបស់យើងទៅការនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនៅវិទ្យាសាស្ត្រសេដ្ឋកិច្ចសួរសំណួរមកកាន់ប្រធានបទរបស់យើងក្នុងសប្តាហ៍នេះសូមជម្រាបជូនសាជាថ្មីគឺសួរថាតើគុណភាពអប់រំ3ចំនួនក្នុងប្រទេសកម្ពុជាមានបរិបទយ៉ាងដូចម្តេចវាគ្មិនអញ្ជើញមកពីអង្គការ Save the Children និងមកពីអង្គការ TPO ឥឡូវសូមចាប់ផ្ដើមនៅសំណួរទី1របស់យើងតែម្ដងចា៎បាទជាដំបូងខ្ញុំបាទសូមជម្រាបសួរបងពិធីករហើយនិងវេក្ខមទាំងពីរខ្ញុំបាទឈ្មោះអៀងវណ្ណៈជាសិស្សនិស្សិតឆ្នាំទី3នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចខ្ញុំមានសំណួរមួយដែលពាក់ព័ន្ធជាមួយនឹងការអប់រំដែលសំណួរនោះថាចង់សួរថាតើការបំភ្លេចឬមិនបំភ្លេចចោលរបស់ប្រជាពលរដ្ឋដែលបានឆ្លងកាត់នៅភាពល្វីងជួយចត់នាសម័យប៉ុលពតដែលគេឬក៏សម័យបល្ល័យពូជសាសន៍នោះវាអាចមានសារៈសំខាន់អ្វីខ្លះចំពោះការអប់រំខ្មែរយើងឲ្យដឹងឲ្យឮនៅជំនាន់នេះចា៎បាទសូមអរគុណសូមជើងឯកបាទអរគុណច្រើនសំណួរនេះមានសារៈសំខាន់ណាស់ដោយសារយើងជាយុវជនសម្រាប់ខ្ញុំគិតថាយើងមិនត្រូវបំភ្លេចអំពីអ្វីដែលកើតឡើងជាប្រវត្តិសាស្ត្ររបស់យើងពិសេសប្រវត្តិសាស្ត្រដ៏ជូរចត់យើងគួរតែយកឱកាសនេះយកប្រវត្តិសាស្ត្រនេះមកសិក្សាឲ្យឆ្លុះបញ្ចាំងថាស្អីខ្លះដែលធ្វើឲ្យយើងបានអន់ថយហើយយើងរៀនសូត្រពីអ្វីដែលខ្វះខាតនោះទី2យើងនឹងសិក្សាបន្តមកទៀតដោយសារយើងបានធ្លាក់ខ្លួនទៅក្នុងស្ថានភាពមួយលំបាកបែបនេះតើយើងគិតថាយើងនឹងធ្វើអីដើម្បីមិនមែនជាការបំភ្លេចទេប៉ុន្តែយើងត្រូវធ្វើអីដើម្បីសងវាវិញដើម្បីពន្លឿនវិញបានន័យថាយើងបានយឺតយ៉ាវច្រើនឆ្នាំហើយអញ្ចឹងយើងត្រូវប្រឹងយ៉ាងម៉េចទាំងអស់គ្នាដើម្បីធ្វើឲ្យការមិនបំភ្លេចនេះជាការរៀនសូត្រពីបទពិសោធន៍ហើយយើងធ្វើកំណែតម្រង់ដើម្បីយើងធ្វើម៉េចឲ្យឈ្នះទៅក្នុងការរៀបចំប្រទេសរបស់យើងទៅអនាគតទៀតឥឡូវយើងសូមបន្តសំណួរមួយទៀតចា៎បាទជាដំបូងខ្ញុំសូមជំរាបសួរដល់លោកវាគ្មិនទាំងពីរនិងបងពិធីករឈ្មោះរបស់ខ្ញុំបាទឈ្មោះលីវណ្ណរាជានិស្សិតឆ្នាំទី2នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចខ្ញុំមានសំណួរមួយចង់សួរទៅលោកវាគ្មិនទាំងពីរសំណួរចង់សួរថាហេតុអ្វីបានជាការអប់រំឪពុកម្ដាយជំនាន់មុនខុសនឹងឪពុកម្ដាយបច្ចុប្បន្នអាចទៅលោកសារ៉ាត់មុនគេបាទសូមអរគុណនៅសំណួរថាតើហេតុអីបានជាការអប់រំរបស់ពុកម្ដាយអំពីជំនាន់មុនខុសអំពីជំនាន់ពេលបច្ចុប្បន្នខ្ញុំបានលើកឡើងនៅខាងដើមទីបន្តិចប៉ុន្តែមិនបានស៊ីជម្រៅទេថាបរិបទនៃការអប់រំកាលពីជំនាន់មុននេះគឺខ្ញុំសំដៅទៅលើជំនាន់មុនសង្គ្រាមយើងឃើញថាពេលនោះការផ្ដោតទៅលើគុណភាពគឺជារឿងមួយដែលចម្បងយើងឃើញថាសំបីតែជាឧទាហរណ៍សិស្សរៀនថ្នាក់ទី4ទី5ជំនាន់នោះក៏និយាយបារាំងបានរូគឺគេផ្ដោតទៅលើគុណភាពមែនទែនហើយការយល់ដឹងអំពីឪពុកម្ដាយនៅក្នុងជំនាន់នោះតាក់ទងជាមួយនឹងតម្លៃនៃការអប់រំគឺមានស្ថានភាពមួយគឺថាមានការយល់ដឹងច្រើនគឺគាត់មានការលើកទឹកចិត្តច្រើនឲ្យកូនរបស់គាត់ចូលរួមក្នុងការសិក្សានៅក្នុងសង្គមប៉ុន្តែដល់ពេលឆ្លងចូលដល់សង្គ្រាមអាការដែលគិតអំពីគុណតម្លៃគុណភាពនៃការចូលរៀនឬក៏ការអប់រំនឹងឯងគឺត្រូវបានកាត់ផ្ដាច់អញ្ចឹងមនុស្សចាប់ផ្ដើមបដូរនៅការគិតទៅតាមបរិបទនយោបាយឬក៏សង្គមឬក៏ដោយសារសង្គ្រាមហ
ហើយវាមានកត្តាច្រើនព្រោះក្រោយរបបមកវាប៉ះពាល់ដល់ផ្លូវចិត្តវាបាត់បង់នៅធនធានមនុស្សបាទធនធានសង្គមផ្សេងដែលអាចជួយឲ្យគាត់ដែលគ្រងគ្រោះក្រោយពីរបបហ្នឹងបានទទួលការចេះដឹងច្រើនហើយជំរុញឲ្យមានគុណភាពនៃការសិក្សាខ្ញុំចង់ថែមដោយសារតាមពិតការអប់រំឪពុកម្ដាយពីមុនសម័យនេះយើងខ្ញុំចង់បញ្ជាក់ចេះការអប់រំកាលពីសម័យមុនគឺมันបានអប់រំទាំងអស់គ្នាទេយើងសួរថាមានមនុស្សប្រមាណអ្នកនៅក្នុងភូមិដែលបានចូលរៀនអស់ហើយអត់មានទេឃើញទេមានតិចណាស់ប៉ុន្តែឥឡូវនេះ ទោះបីថាកម្រិតគុណភាពនឹងបែបណាមែនប៉ុន្តែយើងព្យាយាមឲ្យអ្នកទាំងអស់គ្នាបានចូលរៀនឥឡូវគេហៅ education for all ពីមុនអត់ទាន់មានទេអាហ្នឹងមួយដូច្នេះ បើមើលពីប្រវត្តិស្រុកខ្មែរយើងកំសត់បើយើងអ្នកអប់រំ1930ទើបនឹងមានសាលាកាលេសមួយដែលសម័យបារាំងបានឲ្យបង្កើតហើយគេមានច្រើនហើយតែស្រុកខ្មែរមានកាលេសទើប1930 1950ដល់60ជាសម័យដែលសម្ដេចតាបានរៀបចំប្រទេសហ្នឹងគឺមានពង្រីកបានវិទ្យាល័យមួយចំនួនមានស្ថាប័នមានសាកលវិទ្យាល័យអីចឹង70យើងឈប់ទាំងអស់អញ្ចឹងបើយើងមើលទៅអតីតកាលទោះបីថាយើងអប់រំបានទាំងអស់គ្នាមែនយើងបានធ្វើខ្លះប៉ុន្តែចង់និយាយរយៈពេលនៃការរៀបចំប្រទេសហ្នឹងបានរយៈពេលខ្លីមួយស្រុកយើងសង្គ្រាមរហូតមកដល់ថ្ងៃនេះគឺសង្គ្រាមមកទើបឈប់បានប្រហែលឆ្នាំហ្នឹងហើយហើយអញ្ចឹងអីក៏ខ្ញុំជាអ្នកឆ្លងកាត់វ័យហ្នឹងដូចជាភ័យមែនណាភ័យខ្លាចសង្គ្រាមទៅវិញអញ្ចឹងបើគិតពីឥឡូវវិញមិនមែនខុសពីមុនទេពីមុនសម័យនោះវាសន្តិភាពមនុស្សមិនដែលលឺសូរបាញ់គ្នាមនុស្សដែលឆ្លោះគ្នាកាត់សម្លាប់គ្នាអញ្ចឹងឪពុកម្ដាយពេលនិយាយទៅកូនមិនដែលនិយាយពាក្យដែលធ្ងន់ធ្ងរគ្រោកគ្រាតទេឥឡូវនេះដោយសារវិបត្តិផ្លូវចិត្តគឺគ្មានអីក្រៅពីនិយាយពាក្យឲ្យខ្លាំងដើម្បីឲ្យកូននឹងធ្វើព្រោះជោគជ័យបើនិយាយស្លុតខ្លាំងធ្វើហ្មងបើនិយាយតិចអត់ធ្វើទេចាឥឡូវយើងសូមតសំណួរទៅរបស់បងស្រីចាសូមអរគុណជាដំបូងខ្ញុំសូមគោរពដល់បងស្រីហើយនិងលោកវិក្កាមទាំងពីរនេះខ្ញុំឈ្មោះសាវីលីដាមកជានិស្សិតឆ្នាំទី3ផ្នែកនីតិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចថ្ងៃនេះខ្ញុំមានសំណួរមួយសួរទៅលោកវិក្កាមទាំងពីរមុននៅដើមកម្មវិធីលោកអ៊ំកៅស្រាប់បាននិយាយថាដើម្បីឲ្យប្រព័ន្ធអប់រំក៏ដូចជាលទ្ធផលនៃការអប់រំរបស់សិស្សានុសិស្សហ្នឹងមានភាពប្រសើរឡើងយើងត្រូវពិនិត្យទៅលើកត្តាពីរយ៉ាងទី1គឺ academic មានន័យថាសំដៅទៅលើអ្វីដែលយើងបានរៀននៅសាលានិងទី2យើងសំដៅទៅលើបំណិនជីវិតតើតើទៅនឹងផ្លូវចិត្តដូច្នេះតើលោកអ៊ំយល់ឃើញថាយ៉ាងម៉េចបើសិនបើប្រព័ន្ធអប់រំបច្ចុប្បន្នបូកបញ្ចូលបន្ថែមនៅមុខវិជ្ជាចិត្តវិទ្យាមួយទៀតទៅក្នុងប្រព័ន្ធអប់រំបច្ចុប្បន្នទាំងគ្រប់កម្រិតពីកម្រិតទាបទៅលើចា៎អរគុណច្រើនតាមជាក់ស្ដែងក្រសួងអប់រំបានបញ្ជ្រាបមុខវិជ្ជានេះដោយសារតាំងពីបឋមមកយើងអត់បានឮសូរពាក្យចិត្តវិទ្យាប៉ុន្តែនៅពេលណានិយាយអំពីគោលបំណងនៃការសិក្សាគេមានចំណេះដឹងចំណេះធ្វើហើយនិងអរិយាប័ត្រអរិយាប័ត្រហ្នឹងហើយគឺជាចិត្តវិទ្យាអប់រំចិត្តឲ្យមនុស្សនឹងស្រឡាញ់ឲ្យស្គាល់ខ្លួនឯងស្គាល់អ្នកដទៃផ្សេងៗទាំងអស់អញ្ចឹងខ្ញុំគិតថាសួររំហ្នឹងយកចិត្តទុកដាក់ណាស់នៅពេលណាជជែកជាមួយអ្នកកម្មវិសាហ្នឹងគឺនិយាយរឿងហ្នឹងថាធ្វើម៉េចឲ្យយុវជនយើងទៅជាមនុស្សទៅអនាគតដែលអាចអភិវឌ្ឍខ្លួនបានពេញលេញអាចរស់នៅជាមួយគេឯងបានប្រសើរអាចរកស៊ីជាមួយប្រទេសជិតខាងអាចទៅជាមនុស្សដែលដឹកនាំឲ្យបង្ហាញជាគំរូសម្រាប់សកលលោកគិតរឿងហ្នឹងអញ្ចឹងចិត្តវិទ្យាហ្នឹងគឺជាខជាស្នូលនៅក្នុងការគិតពិចារណាចឹងអរគុណច្រើនចាបាទខ្ញុំអរគុណច្រើនខ្ញុំសូមថែមចំណុចបន្តិចតាមពិតទៅតកតងនឹងមើលផ្លូវចិត្តហ្នឹងគឺដោយលោកពូកៅសារ៉ាត់បានលើកឡើងអញ្ចឹងគឺបានបញ្ចូលតាំងពីមូលដ្ឋានគ្រឹះដំបូងប៉ុន្តែយើងមើលឲ្យឃើញថាពាក្យចិត្តវិទ្យានៅក្នុងនោះទេឲ្យមនុស្សយើងពីច្រើនពីមុនឲ្យតែថារៀនចិត្តវិទ្យាគឺសំដៅទៅនឹងមើលចិត្តធ្លុះតែមិនមែនទេចិត្តវិទ្យាគឺគេសំដៅទៅលើធ្វើយ៉ាងម៉េចឲ្យបុគ្គលនឹងឯងមានភាពរឹងមាំខាងផ្នែកផ្លូវចិត្តដើម្បីប្រឈមជាមួយនឹងបញ្ហាដែលជាបញ្ហាពេលបច្ចុប្បន្នដែលជាបញ្ហាកាលពីអតីតកាលហើយសំខាន់បំផុតហ្នឹងគឺបដូរការគិតអរិយាប័ត្រគឺមានន័យថាធ្វើម៉េចឲ្យការគិតរបស់គាត់នឹងមានភាពខ្លាំងដើម្បីឲ្យគាត់នឹងអាចរៀបចំគម្រោង plan ជីវិតរបស់គាត់ឬក៏បំណិនជីវិតរបស់គាត់ឲ្យមានប្រសើរ
អញ្ចឹងវាធ្វើឲ្យមានការប្រែប្រួលឬក៏រីកចម្រើនទាំង communication បាទទំនាក់ទំនងកាត់បន្ថយអំពើហិង្សានៅនឹងឯងចេះប្រើពាក្យល្អអីផ្សេងៗទាំងអស់ហ្នឹងអញ្ចឹងតាមពិតវាមានប្រកបនៅក្នុងនឹងតាំងពីដើមមកហើយបាទឥឡូវយើងសំណួរចុងក្រោយចាសូមជំរាបសួរទៅដល់បងពិធីការនេះហើយនឹងវាគ្មិនទាំងពីរខ្ញុំបានមានសំណួរមួយចង់សួរទៅកាន់វាគ្មិនទាំងពីរថាបើយើងមើលទៅយើងឃើញថាប្រជាជនមួយចំនួនដែលបានឆ្លងកាត់នៅសម័យប៉ុលពតហៅសម័យរបបខ្មែរកំហុសក្បែរខ្មែរក្រហមនេះយើងឃើញថាប្រជាជនមួយចំនួនបានឆ្លងកាត់ហើយគាត់ហាក់បីដូចជាមានជំងឺដែលហៅជំងឺម្យ៉ាងថាជំងឺបាក់ស្បាតតើចង់សួរថាតើមានវិធីឬក៏យុទ្ធសាស្ត្របែបណាដើម្បីអាចព្យាបាលជំងឺបាក់ស្បាតនេះបានបាទសូមអរគុណហើយជាត្រូវលោកយល់ស្រាប់ចាចាសុំខ្លីនៅសំណួរនេះតាមពិតសោកស្ដាយដែរសំណួរនេះតាមពិតត្រូវការពេលវេលាច្រើនតែយើងត្រូវការពេលវេលាច្រើនតាក់ទងជាមួយនឹងជំងឺបាក់ស្បាតនេះតាមពិតគ្រាន់តែជាពាក្យមួយទេយើងជាធម្មតាគឺនៅក្នុងបរិបទរឿងបញ្ហាផ្លូវចិត្តគេហៅថាជំងឺផ្លូវចិត្តឬក៏វិបត្តិផ្លូវចិត្តប៉ុន្តែបាក់ស្បាតគ្រាន់តែជា term ជាពាក្យមួយដែលប្រើក្នុងបញ្ហាវិបត្តិផ្លូវចិត្តអញ្ចឹងកត្តាដែលព្យាបាលនោះគឺមានច្រើនវាស៊ីសងទៅលើអំពីកម្រិតនៃស្ថានភាពបាក់ស្បាតនឹងរបស់បុគ្គលជាធម្មតាការព្យាបាលបើសិនយើងនិយាយអំពីជាលក្ខណៈចិត្តសាស្ត្រគឺនៅពេលដែលគាត់រងការផាត់ទង្គិចខ្លាំងគឺគាត់លែងបំពេញតួនាទីការងាររបស់គាត់គឺគាត់ចុះខ្សោយក្នុងការបំពេញតួនាទីការងាររបស់គាត់ធ្វើការផ្ចង់អារម្មណ៍អត់បានការគិតរបស់គាត់គឺខុសប្រក្រតីហើយគាត់ចាប់ផ្ដើមចេញអាកប្បកិរិយាដែលជាឥទ្ធិពលទៅអ្នកនៅជុំវិញខ្លួននៅក្នុងក្រុមគ្រួសារហើយថែមទាំងកូនគាត់ផងហើយការជាឥទ្ធិពលនឹងមិនជាឥទ្ធិពលទាំងពាក្យសម្ដីទេគឺធ្វើឲ្យជាឥទ្ធិពលទាំងលើការគិតរបស់កូនរបស់គាត់មួយចំនួនក្រោយបើសិនជាក្នុងករណីបញ្ហានឹងមានលក្ខណៈយូរអង្វែងអញ្ចឹងការដែលទៅរកនៅការព្យាបាលគឺគេទៅរកអ្នកដែលមានជំនាញឯកទេសខាងផ្នែកហ្នឹងគឺសម្ដៅមានន័យថាទៅរកអ្នកដែលខាងប្រឹក្សាផ្នែកចិត្តសាស្ត្របាទក្នុងករណីហ្នឹងឯងគឺគេហៅថាការផ្ដល់ប្រឹក្សាឬក៏ភាសាអង់គ្លេសគេហៅថា counseling ហ្នឹងឯងប៉ុន្តែបើក្នុងករណីគាត់នឹងធ្ងន់ធ្ងរមានការឈានទៅរកនៅការជួបជាមួយនឹងវិជ្ជបណ្ឌិតឯកទេសខាងវិកលវិទ្យាមានន័យថាគាត់អាចនឹងត្រូវការទទួលបានការប្រើប្រាស់ថ្នាំផ្លូវចិត្តប៉ុន្តែស្ថានភាពធ្ងន់ធ្ងរមែនទែនគឺគាត់ត្រូវការវិធីសាស្ត្រជួយទាំងពីរនឹងផងដែរហើយនៅក្នុងនោះវិធីសាស្ត្រគឺមានច្រើនណាស់ខ្ញុំជម្រាបពេលខ្លីវាអត់អាចមានទេប៉ុន្តែគាត់ថាវិធីសាស្ត្រដែលសំខាន់បំផុតមិនមែនតែជំនាញឯកទេសអ្នកដែលត្រូវជួយជាអ្នកនឹងរៀនចប់ផ្លូវចិត្តទេបាទសំបីតែអ្នកក្នុងគ្រួសារហ្នឹងក៏បានដែរចេះយល់ចិត្តគ្នាក៏អាចជាផ្នែកមួយជួយដែរបាទការប្រើពាក្យនិយាយសម្ដីឲ្យគាត់មានឱកាសបើកចំហនៅអារម្មណ៍ក្នុងចិត្តរបស់គាត់ដែលឈឺចាប់នឹងចេញមកហើយយកចិត្តទុកដាក់ស្ដាប់គាត់ហ្នឹងក៏ជាការជួយដែរប៉ុន្តែយើងគិតថាទាំងអស់ហ្នឹងពេលខ្លះអ្នកខ្លះគិតថាគ្រាន់តែស្ដាប់មិនអត់ប្រយោជន៍ទេយើងត្រូវចាំពាក្យមួយយ៉ាងថាអ្នកដែលគាត់មានស្ថានភាពធ្ងន់ចិត្តធ្ងន់ធ្ងរគឺគាត់តែតែគិតមកយ៉ាងថាបាននិយាយចេញទៅធូរទ្រូងបាទពាក្យហ្នឹងគឺអត់ខុសទេគឺសំខាន់បំផុតគឺគាត់ត្រូវការអ្នកស្ដាប់គាត់គឺត្រូវការអ្នកយល់ចិត្តគាត់ចាឥឡូវនេះរសារតែពេលវេលាមានកំណត់នេះខ្ញុំសូមបញ្ចប់នៅកិច្ចពិភាក្សាយើងតែត្រឹមប៉ុណ្ណេះជាដំបូងសូមថ្លែងអំណរគុណដល់វាគ្មិនដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមបកស្រាយក្នុងប្រធានបទរបស់យើងហើយក៏ឆ្លើយនឹងសំណួររបស់និស្សិតហើយសង្ឃឹមថានិស្សិតដែលបានសួរមកនឹងអាចត្រង់ត្រាប់បានខ្លះចាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីកិច្ចពិភាក្សាតុកមូវិនអ្នករបស់យើងបានមកដល់ទីបញ្ចប់ហើយនេះខ្ញុំសូមជម្រាបជូនលោកនាងថាកម្មវិធីនេះគឺតែងតែផ្សាយរៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង 5:15 នាទីល្ងាចនៅតាមកញ្ចក់ទូរទស្សន៍ CTN ហើយក៏ផ្សាយឡើងវិញម្ដងទៀតនៅលើកញ្ចក់ទូរទស្សន៍ CTN ដដែលនៅថ្ងៃសៅរ៍វេលាម៉ោង 10:30 នាទីយប់ហើយកម្មវិធីនេះក៏ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ My TV នៅរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 10 ព្រឹកហើយចំណែកឯលោកនាងនៅឯបរទេសវិញក៏អាចទស្សនាកម្មវិធីវេនអ្នកនេះនៅលើកញ្ចក់ទូរទស្សន៍ CTN អន្តរជាតិហើយប្រសិនបើលោកនាងខកខានក្នុងការទស្សនាកម្មវិធីនេះសូមចូលទៅកាន់គេហទំព័រ www.tmaitmay.com ឬក៏ចូលទៅកាន់ YouTube ដោយវាយនៅអក្សរ Your Turn CTN លោកនាងនឹងឃើញនៅកិច្ចពិភាក្សារបស់យើងប្រធានបទនេះនិងប្រធានបទមុនទៀតហើយក៏សូមថ្លែងអំណរគុណដល់អ្នកដែលឧបត្ថម្ភកម្មវិធីរបស់យើងដែរនៅពេលនេះនេះខ្ញុំសូមថ្លែងអំណរគុណដល់និស្សិតដែលបានចូលរួមមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចហើយក៏សូមថ្លែងអំណរគុណដល់លោកនាងដែលបានទស្សនាកម្មវិធីរបស់យើងតាំងពីដើមដល់ចប់សូមគោរព
បាទក្នុងនាមខ្ញុំធ្វើការតេតតងនឹងជាមួយនឹងចិត្តវិទ្យាខ្ញុំយល់ឃើញថាការយល់ឃើញអំពីវិបត្តិផ្លូវចិត្តប្រព័ន្ធអប់រំផ្សេងៗទាំងអស់ហ្នឹងគឺមានការរីកចម្រើនច្រើនជាងមុនតេតតងជាមួយនឹងជនរងគ្រោះផ្ទាល់នៅក្នុងរបប3ជំនាន់ហើយនៅក្មេងជំនាន់ក្រោយផងដែរបាទក្នុងនាមជាអ្នកអប់រំខ្ញុំយល់ថាគុណភាពអប់រំសម្រាប់បច្ចុប្បន្ននេះបានបង្កើតឲ្យមនុស្សមានសង្ឃឹមដែលជំរុញឲ្យមនុស្សមានការប្រឹងប្រែងហើយធ្វើឲ្យគេអាចអនុវត្តកិច្ចការប្រចាំថ្ងៃរបស់គេបានទាំងការធ្វើការងារទាំងការរៀនសូត្រហើយខ្ញុំគិតថាទៅមុខទៀតគេនឹងបានឲ្យតម្លៃរបស់ខ្លួនគេហើយគេនឹងបានចាក់ផុតចេញពីវិបត្តិផ្លូវចិត្ត